ជាដំបូងសូមជំរាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលឺមកពីក្រុម SV2433 នៅក្នុងវីដេអូនេះនឹងធ្វើការនិយាយអំពីតើតើនឹង schedule cron job ដែលយើងនឹងធ្វើការ read cron time ទាំងអស់ដែលលោកគ្រូបានដាក់ឲ្យត្រង់ schedule ទី1ត្រង់នេះដែរគឺយើងបានន័យថាវានឹងដំណើរការរៀងរាល់10នាទីម្ដងចាប់ពីម៉ោង9ព្រឹកដល់ម៉ោង18ហើយជារៀងរាល់ថ្ងៃអញ្ចឹងជារៀងរាល់ថ្ងៃចាប់ពីម៉ោង9ព្រឹកដល់ម៉ោងទី10ដល់ម៉ោង18គឺម៉ោង6ល្ងាចរៀងរាល់10នាទីម្ដងនឹងធ្វើការ run task នៅឧទាហរណ៍គឺម៉ោង9ព្រឹក9:10នាទីព្រឹករហូតដល់ម៉ោង6:50នាទីល្ងាចបន្ទាប់មកគឺជារៀងរាល់15នាទីចាប់ពីម៉ោង8ព្រឹកដល់ម៉ោង20ជារៀងរាល់ថ្ងៃអញ្ចឹងវានឹងដំណើរការជារៀងរាល់ថ្ងៃចន្លោះម៉ោង8ព្រឹកដល់ម៉ោង8ល្ងាចរៀងរាល់15នាទីម្ដងឧទាហរណ៍គឺម៉ោង8ព្រឹកបន្ទាប់មកម៉ោង8:15នាទីព្រឹកម៉ោង8:30នាទីព្រឹករហូតដល់ម៉ោង20:45នាទីគឺម៉ោង8ល្ងាច8យប់45នាទីនៅបន្ទាប់មកគឺនៅនាទីទី0ចាប់ពីម៉ោង9ព្រឹកដល់ម៉ោង17ជារៀងរាល់ថ្ងៃអញ្ចឹងបានន័យថាជារៀងរាល់ថ្ងៃឲ្យតែនៅចន្លោះម៉ោង9ព្រឹករហូតដល់ម៉ោង5ល្ងាចនៅនាទីទី0នឹងតរាការឧទាហរណ៍គឺម៉ោង9:00ព្រឹកម៉ោង10:00ព្រឹក11:00ព្រឹកនិងម៉ោង17:00គឺម៉ោង5:00ល្ងាចនឹងឯងនិងបន្ទាប់មកទៀតគឺនៅគ្រប់30រៀងរាល់30នាទីម្ដងចន្លោះចាប់ពីម៉ោង9ព្រឹកដល់ម៉ោង17ល្ងាចនិងចាប់ពីនៅចន្លោះថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីចន្លោះម៉ោង9ព្រឹករហូតដល់ម៉ោង5ល្ងាចរៀងរាល់30នាទីម្ដងវានឹងដំណើរការឧទាហរណ៍គឺម៉ោង9:00 9:30គឺរៀងរាល់30នាទីម្ដងនិងបន្តមកទៀតនៅរៀងរាល់17នាទីម្ដងចាប់ពីម៉ោង8ព្រឹកដល់ម៉ោង17នៅចាប់ពីថ្ងៃអច័ន្ទដល់ថ្ងៃសុក្រលេខ1ដល់លេខ5គឺតំណាងឲ្យថ្ងៃចន្លោះថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺចន្លោះថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចន្លោះម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចរៀងរាល់17ម្ដងវានឹងធ្វើការ run task បន្ទាប់មកគឺនៅនាទីទី30 1ដល់23នេះតំណាងឲ្យចាប់ពីម៉ោង1ព្រឹកដល់ម៉ោង11យប់រៀងរាល់5ម៉ោងម្ដងហើយដែលដំណើរការនៅថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រដែលលេខ1តំណាងឲ្យថ្ងៃច័ន្ទលេខ3តំណាងឲ្យថ្ងៃពុធនិងលេខ5តំណាងឲ្យថ្ងៃសុក្រអញ្ចឹង schedule នឹងដំណើរការនៅថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រនៃសប្តាហ៍រៀងរាល់ចាប់ពីម៉ោង1ព្រឹករហូតដល់ម៉ោង23គឺម៉ោង11យប់រៀងរាល់5ម៉ោងម្ដងដែលចាប់ផ្ដើមពីម៉ោង1ព្រឹកដែលរៀងរាល់30នាទីដំណើរការម្ដងចឹងបានន័យថានៅថ្ងៃច័ន្ទថ្ងៃពុធថ្ងៃសុក្រហ្នឹងឧទាហរណ៍ដូចម៉ោង1ព្រឹកម៉ោង1:30នាទីព្រឹកចាប់ផ្ដើមដំណើរការបន្ទាប់ពីម៉ោង1ហ្នឹងគឺម៉ោង6:30នាទីព្រឹករហូតដល់ម៉ោងទី23គឺម៉ោងក្នុងបន្ទាប់មករហូតដល់ម៉ោង21:30នាទីនិងបន្ទាប់មកទៀតគឺយើងមាននៅខែស្មើ20គឺរៀងរាល់20នាទីដែលស្ថិតនៅចន្លោះម៉ោង9ព្រឹកដល់ម៉ោង5ល្ងាចគឺម៉ោង17និងថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចន្លោះម៉ោង9ព្រឹកដល់ម៉ោង5ល្ងាចរៀងរាល់20នាទីម្ដងនឹងធ្វើការ run task និងបន្ទាប់មកគឺនៅនាទីទី45នៅម៉ោង5រៀងរាល់2ថ្ងៃម្ដងអញ្ចឹងរៀងរាល់2ថ្ងៃទៅដំណើរការម្ដងហើយក្នុងរយៈពេលរៀងរាល់2ថ្ងៃហ្នឹងម៉ោង5:45នាទីព្រឹកទៅដំណើរការអញ្ចឹងម៉ោង5:45នាទីព្រឹកដំណើរការម្ដង2ថ្ងៃបន្ទាប់ទៅម៉ោង5ដល់ម៉ោង5:45នាទីទៅដំណើរការម្ដងទៀតនិងទី9គឺយើងមានschedule ប៉ុណ្នេះដែលនៅនាទីទី30នៅម៉ោង2នៅថ្ងៃទី1រៀងរាល់3ខែម្ដងអញ្ចឹងមានន័យថារៀងរាល់3ខែម្ដងឲ្យទៅចូលថ្ងៃថ្មី3ខែបន្ទាប់ទៀតគឺយើងនឹងដំណើរការនៅម៉ោង2:30នាទីព្រឹកអញ្ចឹងរៀងរាល់3ខែឲ្យទៅចូលខែថ្មីដាច់ខែចូលខែថ្មីនៅម៉ោង2ព្រឹកម៉ោង2កន្លះព្រឹកគឺដំណើរការ3ខែបន្ទាប់នៅថ្ងៃទី1ម៉ោង2:30នាទីព្រឹកទៅដំណើរការអញ្ចឹងម្ដងទៀតបន្ទាប់មកគឺមាននៅនាទីទី0ម៉ោង0ថ្ងៃទី29ខែ2អញ្ចឹងបានន័យថារៀងរាល់ខែ2ថ្ងៃទី29ម៉ោង0:00បានន័យថា
ចូលដាច់ខែដាច់ថ្ងៃចូលថ្ងៃទី29ខែ2ពុបគឺរៀងរាល់ខែ2ថ្ងៃ29ហ្នឹងនឹងដំណើរការកូដតែចំពោះថ្ងៃទី29ខែ2គឺវាកើតឡើងរៀងរាល់4ឆ្នាំម្ដងបានន័យថា leap year វាជាឆ្នាំក៏គ្រប់អញ្ចឹងចំពោះកូដនេះដែរគឺតើ4ឆ្នាំទៅវាដំណើរការម្ដងពួកអីថ្ងៃ29 4ឆ្នាំទៅមានឡើងម្ដងថ្ងៃគ្រាន់តែឆ្លងចូលថ្ងៃទី29នៃខែ2វានឹងដំណើរការភ្លាមតមកទៀតរៀងរាល់15នាទីម្ដងជារៀងរាល់ម៉ោងរៀងរាល់ថ្ងៃក៏រៀងរាល់ថ្ងៃហ្នឹងក៏ប៉ុន្តែនៅកន្លែងចាប់ផ្ដើមគឺយើងមានលេខ6គឺវា0អញ្ចឹងបានន័យថាកើតឡើងតថ្ងៃសៅរ៍និងថ្ងៃអាទិត្យឯព្រោះលេខ6តំណាងឲ្យថ្ងៃសៅរ៍លេខ0តំណាងឲ្យថ្ងៃអាទិត្យចំពោះ schedule នេះបានន័យថាអកើតនឹងរ៉ានថាសនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់ម៉ោងរៀងរាល់15នាទីម្ដងគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យគាត់15នាទីគ្រប់ម៉ោងដែលដំណើរការ15នាទីម្ដងនឹងដើរអញ្ចឹងឧទាហរណ៍ផ្ទាល់គឺចំពោះថ្ងៃសៅរ៍ថ្ងៃអាទិត្យរៀងរាល់ម៉ោង00:00នឹងដំណើរការ15នាទីបន្ទាប់គឺ00:15នាទីបន្ទាប់មកយើងមាននៅនាទីទី0នឹងជារៀងរាល់5ម៉ោងម្ដងហើយនឹងកើតឡើងចំពោះថ្ងៃច័ន្ទអញ្ចឹងចំពោះ schedule នេះនឹងរាំងថានៅថ្ងៃច័ន្ទឲ្យតែថ្ងៃច័ន្ទរៀងរាល់5ម៉ោងម្ដងនៅនាទីទី00នឹងដំណើរការថាថ្ងៃឲ្យទៅចូលថ្ងៃច័ន្ទភ្លាម00គឺនឹងដំណើរការបន្ទាប់មកគឺម៉ោង5ព្រឹកម៉ោង10ព្រឹកជាបន្តបន្ទាប់រៀងរាល់5ម៉ោងម្ដងនិងយើងមាននៅរៀងរាល់3នាទីម្ដងចាប់ពីម៉ោង8ព្រឹកដល់ម៉ោង18បានន័យថាម៉ោង6ល្ងាចរៀងរាល់2ម៉ោងម្ដងហើយនឹងថ្ងៃអង្គារនិងថ្ងៃពហុចំពោះ schedule នេះបានន័យថារៀងកើតឡើងនៅថ្ងៃថ្ងៃច័ន្ទនិងថ្ងៃពហុចន្លោះម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចរៀងរាល់2ម៉ោងម្ដងនិងរៀងរាល់3ម៉ោងម្ដងនៃ2ម៉ោងម្ដងហ្នឹងទើបដំណើរការបានន័យថាអនៅនៅថ្ងៃអង្គារនិងថ្ងៃពហុឲ្យតពីម៉ោង8ព្រឹកដល់ម៉ោង6ល្ងាច2ម៉ោងម្ដងដែលរាប់ចាប់ពីថ្ងៃទី8ទៅហ្នឹងដែលរាប់ចាប់ពីម៉ោងទី8ម៉ោង8ព្រឹកទៅ3នាទីម្ដងនឹងដំណើរការអញ្ចឹងម៉ោង8 3នាទីម៉ោង8 6នាទីហើយអញ្ចឹងដល់ពេលរ៉ានទី8ចប់តម៉ោង10ទើបដំណើរការមួយសារទៀតcrunch time ទី14គឺរៀងរាល់5នាទីម្ដងរៀងរាល់2ម៉ោងចាប់ពីថ្ងៃ1ដល់ថ្ងៃ15ថ្ងៃចាចំពោះខែ1ខែ6និងខែ12អញ្ចឹងschedule នេះនឹងដំណើរការរៀងរាល់6ខែម្ដងគឺដើមខែពាក់កណ្ដាលខែនិងចុងខែច្រឡំដើមឆ្នាំរៀងកើតឡើងរៀងរាល់ដើមឆ្នាំពាក់កណ្ដាលឆ្នាំនិងចុងឆ្នាំគឺខែ1ខែ6និងខែ12ដែលរៀងរាល់ពាក់2សប្ដាហ៍បានន័យថាពីថ្ងៃទី1ដល់ថ្ងៃទី15នៃខែ1ពីថ្ងៃទី1ដល់ថ្ងៃទី15នៃខែ6និងថ្ងៃទី1ដល់ទី15នៃខែ12កើតនឹងរ៉ានរៀងរាល់2ម៉ោងម្ដង5នាទីម្ដងអាណា schedule ហ្នឹងនឹងដំណើរការនៅថ្ងៃទី1ដល់ថ្ងៃទី15នៃខែ1ខែ6និងខែ12រៀងរាល់2ម៉ោងម្ដងហើយក្នុងរយៈពេលនៃ2ម៉ោងម្ដងហ្នឹងគឺរៀងរាល់5នាទីម្ដងនិងបន្ទាប់មកទៀតគឺរៀងរាល់13នាទីម្ដងចាប់ពីនាទីទី7ដល់នាទីទី59និងរៀងរាល់2ម៉ោងម្ដងចាប់ពីម៉ោង1ព្រឹករហូតដល់ម៉ោង11យប់ហើយនឹងកើតឡើងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងចំពោះ schedule នេះដែរគឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោង1ព្រឹកដល់ម៉ោង11យប់2ម៉ោងម្ដងនិងពីនាទីទី7ដល់នាទីទី59 13នាទីម្ដងអញ្ចឹងបានន័យថាចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រឲ្យតែម៉ោង1ម៉ោង1ព្រឹក7នាទីម៉ោង1 20នាទីម៉ោង1 33នាទីម៉ោង1 49នាទីម៉ោង1 59នាទីហើយដំណើរការបន្ទាប់មកទៀតតម៉ោង3ហើយរាប់យកនាទីរៀងរាល់13នាទីម្ដងនឹងដូចគ្នាដែរទី16គឺរៀងរាល់17នាទីម្ដងចាប់ពីម៉ោង5ព្រឹករហូតដល់ម៉ោង22គឺម៉ោង10យប់រៀងរាល់3ម៉ោងម្ដងហើយនៅក្នុងថ្ងៃ1ថ្ងៃ5ថ្ងៃ10ថ្ងៃ15ចឹងជារៀងរាល់ខែឲ្យតែថ្ងៃ1ថ្ងៃ5ថ្ងៃ10ថ្ងៃ15ចន្លោះពីម៉ោង5ព្រឹកដល់ម៉ោង10យប់រៀងរាល់3ម៉ោងម្ដងនិងរៀងរាល់17នាទីម្ដង
អញ្ចឹងឲ្យតែថ្ងៃ1, ថ្ងៃ5, ថ្ងៃ10, 15ហ្នឹងគឺថតពីម៉ោង5ព្រឹកដល់ម៉ោង10យប់គឺម៉ោងឧទាហរណ៍ម៉ោង5:17នាទីហើយ17នាទីបន្ទាប់ទើបដំណើរការក្នុងចន្លោះម៉ោង5ហ្នឹងបន្ទាប់ពីម៉ោង5ហ្នឹងទាល់តែម៉ោង8នៃ17នាទីម្ដងទៀតទើបដំណើរការនិងទី17គឺនៅនាទីទី0ចាប់នៅម៉ោងទី0រហូតដល់ម៉ោង23គឺម៉ោង11យប់រហូតដល់រៀងរាល់4ម៉ោងម្ដងគឺលេខ0គឺតំណាងឲ្យថ្ងៃអាទិត្យអញ្ចឹងបានន័យថាកើត schedule នេះនឹងរ៉ានថាសនៅរ៉ានតែថ្ងៃអាទិត្យទេហើយរៀងរាល់4ម៉ោងម្ដងនៅនាទីទី0បានន័យថាឲ្យតែថ្ងៃអាទិត្យម៉ោង0:00ដំណើរការម៉ោង4:00ម៉ោង8:00ទើបដំណើរការបានន័យថារៀងរាល់4ម៉ោងម្ដងនៅនាទីទី0និងទី19គឺនៅនាទីទី0នៅម៉ោង1ព្រឹក7ព្រឹកម៉ោង13គឺម៉ោង1ថ្ងៃម៉ោង19គឺម៉ោង7ល្ងាចរៀងរាល់ថ្ងៃអញ្ចឹងបានន័យថានឹងរ៉ាន់ថាសហ្នឹងនៅជារៀងរាល់ថ្ងៃម៉ោងជារៀងរាល់ថ្ងៃនៅម៉ោង1ព្រឹកម៉ោង1:00ម៉ោង7:00ម៉ោង1ល្ងាចនិងម៉ោង1ថ្ងៃនិងម៉ោង7ល្ងាចនិងទី19ដែលខាងខាងចុងក្រោយគឺផ្កាយ/45បានន័យថានឹងដំណើរការរៀងរាល់45នាទីម្ដងជារៀងរាល់ថ្ងៃជារៀងរាល់ម៉ោងជារៀងរាល់ថ្ងៃនិងជារៀងរាល់ខែគឺនឹងដំណើរការនៅម៉ោង00:00 00:45ម៉ោង1:00និងម៉ោង1:45មូលហេតុដែលបន្ទាប់ពី00:45រហូតមកដល់1:00ព្រោះអីនៅក្នុង schedule គឺវាអត់បានបូកគណនាបន្ទាប់ទេអញ្ចឹងវានឹងត្រឡប់ទៅម៉ោង1:00វិញហើយដែល1:00នឹងរាប់បន្ទាប់45នាទីម្ដងគឺម៉ោង1:45ការបកស្រាយរបស់ខ្ញុំចំពោះschedule Crunch Time នេះបានដល់ទីបញ្ចប់ហើយសូមអរគុណលោកគ្រូ